នេះម៉ាស៊ីនក្លុកទឹកថ្នាំសសម្រាប់មួយដែលគាត់មានទឹកថ្នាំសដូចជាទឹកថ្នាំ UV ឬក៏ទឹកថ្នាំ DTF បោះអាវដែលយើងបើកប្រើហើយយើងទុកវិញអញ្ចឹងយើងទឹកថ្នាំសវាងាយក្នុងការកកមានន័យថាអាកំណវារងអញ្ចឹងយើងទាមទារឲ្យយើងនឹងអាសាក្លុកវាហ្នឹងគឺម៉ាស៊ីនបវលក្លុកវាហ្នឹងគឺក្លុកហ្នឹងគឺវាធ្វើអញ្ចឹងទៅអត់ឲ្យទឹកថ្នាំហ្នឹងមានពពុះទេគាត់ថាកុំឲ្យវានៅស្ងៀមកុំឲ្យកកវារងទឹកថ្នាំសយើងប្រើប្រភេទអានេះមក device មួយហ្នឹងគឺវាងាយស្រួលយើងដោតភ្លើងវាចោលទៅយើងវាអូតូហើយវាអូតូមានពេលវាក្លុកពេលវាឈប់យើងក្លុកជាប់ក៏អត់ល្អដែរអានេះខ្ញុំបង្ហាញ set មកអញ្ចឹងតែជាទូទៅខ្ញុំ set វាតាមួយថ្ងៃ24ម៉ោងក្លុក2ដងឯងម្ដង5នាទីដោយសារនេះ admin ថតបង្ហាញអញ្ចឹង admin ឲ្យមើលឃើញថាពេលមានពេលឈប់ពេលក្លុកតែពេលមួយគាត់ទិញយកទៅគឺ admin set ឲ្យតែ2ដងឯងមួយថ្ងៃ24ម៉ោងអញ្ចឹងយើងដោតភ្លើងបើកកុងតាក់ចោលទៅវា24ម៉ោងក្លុកតែ2ដងឯងម្ដង5នាទីអញ្ចឹងគឺហ្នឹងគឺត្រូវ flow ជាមួយទឹកថ្នាំសទឹកថ្នាំ print UV ក៏ដោយទឹកថ្នាំ DTF បោះលើអាវក៏ដោយអានេះពេលយើងបើកហើយយើងងាយស្រួលយើងមិនបាច់រវល់មួយទៀតទេឬក៏យើងត្រូវប្រើអីមកយើងត្រូវយកមកប្រើចាក់ចូលកំប៉ុងយើងក្នុងម៉ាស៊ីន print ទៀតយើងបើកកុងតាក់មកវាក្លុកឲ្យយើងរយៈពេល5នាទីទៅយើងអាចយកទៅចាក់ចូលក្នុងម៉ាស៊ីន print យើងបានហើយហ្នឹងសម្រាប់ទឹកថ្នាំសដែលយើងប្រើបើកប្រើហើយហ្នឹងមានម៉ាស៊ីននឹងមួយយើងស្រួលហើយយើងមិនបាច់ភ្លេចក្លុកវាអីទេមិនបាច់ចាំក្លុកវាទេយើងដោតវាចោលអញ្ចឹងទៅវាមានពេលឈប់វាមានពេលក្លុកពេលខ្លួនវាណាអានេះគឺរបស់លេងអ្នកដែលមានម៉ាស៊ីន print UV ទឹកថ្នាំសឬក៏ DTF ទឹកថ្នាំស